នេះខ្ញុំនឹងប្រាប់ពីរបៀបទាញយកទំហំដីដែលមានគ្របដណ្ដប់ដោយរុក្ខជាតិយកមកប្រើប្រាស់ហើយគណនាជាហិកតានៅក្នុងកម្មវិធី Q ដែលយើងទាញចេញពី NDVI អញ្ចឹងខ្ញុំមាន NDVI អាចមើលបានហើយនៅក្នុងនេះខ្ញុំមានទិន្នន័យហ្នឹងហើយយើងមើលផ្នែកខាងលើនេះ render tab នេះគឺខ្ញុំយក single brand research អញ្ចឹងនៅក្នុងនេះឃើញវាដាក់មកវាមានច្រើនអញ្ចឹងខ្ញុំចុចយកវាត្រឹមតែចំនួន6តែប៉ុណ្ណោះមួយ classify ហើយខ្ញុំ apply ម្ដងទៀតហើយយើងមើលខាងនេះគឺមានតែ6ហើយខ្ញុំដូរពណ៌អ្នកគ្នាអាចដូរពណ៌បានចុចពណ៌កន្លែងនេះខ្ញុំយកមួយនេះចុះហើយខ្ញុំ apply ហើយនៅក្នុងនេះអ្នកគ្នានៅពេលដែល apply យើងឃើញនៅខាងនេះមានសញ្ញា categorize ឲ្យវាបែងចែកប៉ុន្តែមកក្នុងនេះគឺវាចេញពណ៌យើងមិនចាំឆ្ងល់ទេយើងយក legend setting នេះហើយយើងដោះ tick មកជាអូខេទៅហើយយើង apply ម្ដងទៀតវានឹងចេញជាទម្រង់បែបនេះយើងឃើញថាតម្លៃ NDVI របស់យើងគឺនឹងកាន់តែតូចគឺកន្លែងហ្នឹងគឺមិនមែនជាព្រៃឈើទេកាលណាតម្លៃកាន់តែខ្ពស់តំបន់ហ្នឹងគឺគ្របដណ្ដប់ដោយរុក្ខជាតិឬក៏ព្រៃឈើអញ្ចឹងខ្ញុំចង់ extract យកតំបន់ដែលមានគ្របដណ្ដប់ដោយរុក្ខជាតិខ្ញុំគិតថាប្រហែលជា 0.20 នេះតំបន់ដែលមានរុក្ខជាតិអ្នកគ្នាអាចមើលជាក់ស្ដែងបានព្រោះដោយសារតម្លៃ 0.05 នេះគឺទាបពេកអាចជាសំណង់អាគារឬក៏មានរុក្ខជាតិតិចតួចតែដើម្បីឲ្យវាមានភាពសក្រិតខ្ញុំអាចយកត្រឹម 0.20 ចុះអញ្ចឹងអ្នកគ្នាចូលទៅកន្លែង raster ហើយ raster calculator នៅនេះអ្នកគ្នាឃើញឈ្មោះ NDVI ដែលវាមានដាក់សញ្ញានេះយើង double click លើវាទៅហើយខ្ញុំយកធំជាងឬស្មើកន្លែងនេះមាន limit សញ្ញាច្រើនដែលយើងជ្រើសរើសប៉ុន្តែខ្ញុំដាក់សញ្ញាធំជាងឬស្មើញ៉ាធំជាងឬស្មើខ្ញុំឲ្យតម្លៃនេះគឺខ្ញុំយកនេះចាប់ពី 0.20 ខ្ញុំដាក់ 0.20 ហើយខ្ញុំវាយលេខឲ្យពេញ73ហើយអ្នកនរគ្នាអាចមើលផ្នែកខាងលើនេះ output layer ចូលទៅដល់គឺចុចកន្លែងជ្រើសរើសខ្ញុំដាក់ថា extract ហើយអ្នកគ្នាឃើញវាឲ្យ click OK អ្នកនឹង click OK ទេនៅខាងនេះវានឹងចេញជាទម្រង់បែបនេះឲ្យយើងហើយយើងចូលកន្លែង property ដែរយើងយកកន្លែង palette ម្ដងហើយអ្នកនេះចុច classify អ្នកនេះសាក apply មើលដែលនៅក្នុងតម្លៃដែលមានលេខ0នេះគឺតំបន់ហ្នឹងគឺមិនមានរុក្ខជាតិទេអញ្ចឹងអ្នកនេះអាចចុចមើលហើយខ្ញុំដូរនេះដាក់ពណ៌ green វិញសាក apply អូខេអញ្ចឹងគឺនៅតំបន់ដែលមានពណ៌ខៀវៗនេះគឺមានន័យថាវាជាតំបន់ដែលមានផ្ទៃរុក្ខជាតិយើងមើលទៅផ្នែកខាងក្រោមនេះវាឃើញផ្ទៃរុក្ខជាតិរាងច្រើនប៉ុន្តែដោយសារយើង extract មកវាបានតិចហ្នឹងអាចដោយសារខ្ញុំដាក់ចំនួនតួលេខនេះវាធំពេកអ្នកនេះអាចយកត្រឹម 0.05 នេះក៏បានដើម្បីមើលនេះក៏ជាឧទាហរណ៍តមកទៀតអ្នកគ្នា convert ចូលកន្លែង raster ហើយ raster conversion ហើយ raster to vector អញ្ចឹងអ្នកគ្នា convert ទៅខ្ញុំ convert វាហើយខ្ញុំចុច run ខ្ញុំអត់ save ទេអូខេបន្ទាប់ពីអ្នកនរគ្នាចុច convert រួចអ្នកគ្នានឹងបានទិន្នន័យ vector មួយហើយទិន្នន័យ vector ហ្នឹងវាមានតម្លៃបែបនេះអ្នកនរគ្នាអាច dissolve ចូលកន្លែង vector ហើយចូលជា processing tool dissolve ហើយ dissolve នេះគឺផ្អែកទៅលើ fill ហ្នឹងគឺយើងយក dn យើងឲ្យវា dissolve ទៅឲ្យវាចូលគ្នាអូខេវា dissolve បានហើយប៉ុន្តែដោយសារទិន្នន័យហ្នឹងវារាងធំដែរកុំព្យូទ័រខ្ញុំតូចអញ្ចឹងវាអាចនឹងរាងយូរហើយខ្ញុំ delete វាចោល delete feature មួយចេញអញ្ចឹងអ្នកនរគ្នាអាចមើលទៅកន្លែងនេះសនេះគឺអត់មានអីទេសនេះគឺជាប្រភេទតំបន់ដែលវាអត់មានរុក្ខជាតិឬក៏អាចថាជាតំបន់ដែលយើង extract មកវាអត់បានដោយរុក្ខជាតិអញ្ចឹងអ្នកគ្នាអាចគណនាទៅបានប៉ុណ្ណឹងហើយងាយស្រួលទេក្នុងការគណនាយើងគ្រាន់តែ open attribute table នេះទៅហើយបង្កើតទៅដាក់open field calculator ខ្ញុំដាក់ area har ហើយខ្ញុំដាក់ $area ហើយចែកនឹង 10000អូខេនេះគឺជាតម្លៃហិកតាដែលវា cover ទៅលើចំនួន 12593 ហិកតាអញ្ចឹងអ្នកគ្នាអាចយកទៅប្រើបាន